មហាស្ថិររបស់ក្រុមហ៊ុន NVIDIA បានបោះទុនជាង$100 លានដើម្បីជួយអ្នកវិទ្យាសាស្ត្រពង្រឹងការស្រាវជ្រាវ AI លោក Chen Zhenhuang នាយកប្រតិបត្តិក្រុមហ៊ុន NVIDIA និងភរិយាបានសម្រេចចិត្តទិញសេវាកម្មកុំព្យូទ័រពីក្រុមហ៊ុន CoreWeave ក្នុងតម្លៃ$108.3 លានដើម្បីបរិច្ចាគជូនទៅកាន់សាកលវិទ្យាល័យនិងវិទ្យាស្ថានមិនរកប្រាក់ចំណេញនានាជំនួយដ៏មហាសាលនេះនឹងត្រូវយកទៅប្រើប្រាស់ក្នុងគម្រោងស្រាវជ្រាវសំខាន់ៗផ្នែកវិទ្យាសាស្ត្រនិងបញ្ញាសិប្បនិម្មិត AI ដែលជាការបើកផ្លូវឲ្យអ្នកវិទ្យាសាស្ត្រមានធនធានបច្ចេកវិទ្យាកម្រិតខ្ពស់ក្នុងការប្រើប្រាស់នេះបញ្យងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី14 ខែឧសភាឆ្នាំ2026ក្រៅពីការផ្ដល់នៅកម្លាំងម៉ាស៊ីន NVIDIA ក៏បានបញ្ជាក់នៅក្នុងឯកសារផ្លូវការថាខ្លួននឹងផ្ដល់នៅសេវាកម្មវិស្វកម្មដែលឥតគិតថ្លៃដល់ស្ថាប័នមួយចំនួនដែលទទួលបានជំនួយនេះផងដែរនេះបង្ហាញឲ្យឃើញថាលោកហួងមិនត្រឹមតែផ្ដល់ថវិកាប៉ុណ្ណោះទេប៉ុន្តែថែមទាំងផ្ដល់នៅបច្ចេកទេសជំនាញដើម្បីជំរុញឲ្យការស្រាវជ្រាវទាំងនោះទទួលបានជោគជ័យទៀតផងទោះជាយ៉ាងណាសកម្មភាពនេះក៏បានបង្កឲ្យមានការតាមដានពីមជ្ឈដ្ឋានវិនិយោគិនផងដែរដោយសារវាជាការជួយยึดយោងគ្នាទៅវិញទៅមករវាង NVIDIA និង CoreWeave ដែលជាដៃគូអាជីវកម្មដ៏ជិតស្និទ្ធខណៈដែលអំណោយនេះបង្ហាញពីសប្បុរសធម៌របស់លោកហួងវាក៏ជួយពង្រឹងដល់ក្រុមហ៊ុន CoreWeave ដែល NVIDIA ជាម្ចាស់ភាគហ៊ុនធំនិងជាអ្នកផ្គត់ផ្គង់បន្ទះ chip GPU ឲ្យផងដែរគួរជំរាបថាការបរិច្ចាគនេះគឺជាយុទ្ធសាស្ត្រចំណេញពីរផ្លូវដោយមួយផ្នែកជួយដល់ការរីកចម្រើននៃវិស័យអប់រំនិងវិទ្យាសាស្ត្រហើយមួយផ្នែកទៀតជួយពង្រឹងប្រព័ន្ធអេកូឡូស៊ីនៃឧស្សាហកម្ម AI ដែលកំពុងរីកដុះដាលយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន